របាយការណ៍អតិផរណារបស់ចក្រភពអង់គ្លេសនឹងក្លាយជាព្រឹត្តិការណ៍សំខាន់សម្រាប់ថ្ងៃនេះសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ Epic Insights ការសង្ខេបព្រឹត្តិការណ៍ប្រចាំថ្ងៃទី21ខែឧសភាឆ្នាំ2025នៅក្នុងថ្ងៃនេះយើងនឹងទទួលបានអំពីរបាយការណ៍ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការធ្លាក់ចុះដល់ទៅដក 0.9 លានបារ៉ែលបើធៀបទៅនឹងទិន្នន័យចាស់គឺ 3 ទៅ 5 លានបារ៉ែលនឹងការឡើងថ្លៃសន្ទរកថាពីសំណាក់សមាជិកធនាគារកណ្ដាលសហរដ្ឋអាមេរិកលោកស្រី Bowman និងលោក Larkin ផងដែរសម្រាប់ទីផ្សារនៅ London វិញយើងនឹងទទួលបានអំពីរបាយការណ៍អតិផរណារបស់ចក្រភពអង់គ្លេសដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងដល់ 3.3% បើធៀបទៅនឹងទិន្នន័យចាស់គឺ 2.6% និងរបាយការណ៍អតិផរណាស្នូលរបស់ចក្រភពអង់គ្លេសដែលមិនរាប់បញ្ចូលទៅលើអាហារនិងថាមពលដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងទៅដល់ 3.6% បើធៀបទៅនឹងទិន្នន័យចាស់គឺ 3.4% ចំណែកនៅសហភាពអឺរ៉ុបវិញយើងនឹងទទួលបានអំពីរបាយការណ៍ការត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបរួមផ្សំទៅនឹងទិន្នផលសញ្ញាបញ្ជារបស់ប្រទេសអាល្លឺម៉ង់ផងដែរចុងក្រោយនេះគឺជាកិច្ចប្រជុំ G7 ថ្ងៃទី2របស់ប្រទេសដែលមានឧស្សាហកម្មធំជាងគេទាំង7ដែលនឹងជជែកអំពីបញ្ហាគោលនយោបាយសកលសំខាន់ៗផ្លាស់ប្ដូរទស្សនៈនិងការធ្វើរួមគ្នាដើម្បីបង្កើតដំណោះស្រាយប្រកបដោយការស្ថាបនាសូមអរគុណសម្រាប់ការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ Epic Insights